អ្នកខេត្តអយុធ្យាចេញធ្វើបាតកម្មប្រឆាំងរដ្ឋាភិបាលថៃព្រោះវេទនាដោយទឹកចំនួនខ្លាំងភាគកណ្ដាលថៃលិចលង់ធ្ងន់ធ្ងរអ្នកខ្លះដេកតាមចិញ្ចើមផ្លូវរីឯប្រាសាទបុរាណនៅអយុធ្យាលិចជម្រៅ1ម៉ែត្រអាមេរិកលុបចោលជើងហោះហើរ1460ជើងនៅតាមព្រលានយន្តហោះធំៗព្រោះការបិទរដ្ឋាភិបាលកងកម្លាំងអាមេរិកកំពុងជួយដល់អ៊ីស្រាអែលទាក់ទងនឹងការនាំជំនួយមនុស្សធម៌ចូលតំបន់ហ្គាហ្សាទីក្រុងបាងកកអ្នកខេត្តអយុធ្យាជាង300នាក់បាននាំគ្នាធ្វើបាតកម្មប្រឆាំងរដ្ឋាភិបាលថៃព្រោះតែរដ្ឋមិនព្រមបើកទ្វារទឹករំដោះទៅតំបន់ផ្សេងទុកឲ្យទឹកជន់លិចលង់សហគមន៍របស់ពួកគេជាង3ខែមកហើយតាមរយៈការចុះផ្សាយរបស់ The Nation នៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025នេះពលរដ្ឋថៃនាំគ្នាបិទផ្លូវអយុធយារងចាំឲ្យរដ្ឋដោះស្រាយទាមទារឲ្យបើកទ្វារទឹកសាមកូនិងឆាវចិត្តជាបន្ទាន់ដើម្បីជួយរំដោះទឹកចេញពីទីផ្សារសេនានិងតំបន់ក្បែរៗឲ្យហូរទៅកាន់តំបន់ធំបច្ចុប្បន្ននាយកដ្ឋានធនធានទឹកបានបញ្ចេញទឹក 2700 ម៉ែត្រគូបក្នុង1វិនាទីបន្ថែមពីលើទឹកជំនន់ដែលកំពុងជន់លិចលង់ស្រាប់ទៅហើយបង្កជាទុក្ខវេទនារឹតតែធ្ងន់ធ្ងរដល់ពលរដ្ឋនៅក្នុងស្រុកជាច្រើនតំបន់ដែលរងគ្រោះខ្លាំងជាងគេគឺស្រុកសេនាបាងបាននិងផាហៃដែលទឹកជំនន់បានបំផ្លាញផ្ទះសម្បែងជាង 30000 ខ្នងហើយគ្រួសារខ្លះត្រូវបង្ខំចិត្តដេកតាមចិញ្ចើមផ្លូវបាតកម្មនេះបានធ្វើឡើងស្របពេលដែលខេត្តចំនួន7របស់ថៃបានប្រកាសអាសន្នទឹកជំនន់ឈានដល់កម្រិតពណ៌ក្រហមដែលជាកម្រិតធ្ងន់ធ្ងរបំផុតដោយសារតែទំនប់ចៅប្រយ៉ានិងទម្លាយទឹកយ៉ាងគំហុកព្រោះទប់លែងឈ្នះហើយដែលបណ្ដាលមកពីភ្លៀងធ្លាក់ឥតឈប់ឈរជាឥទ្ធិពលនៃព្យុះបន្តបន្ទាប់តាមការចុះផ្សាយរបស់ខេត្តសិតដែលដកស្រង់ពីប្រភពទីភ្នាក់ងារអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យានៃប្រទេសថៃនៅថ្ងៃសៅរ៍ទី8ខែវិច្ឆិកាឆ្នាំ2025ខេត្តចំនួន7សុទ្ធតែបានដាក់ក្នុងគ្រោះអាសន្ននិងតម្រូវឲ្យមានការត្រួតពិនិត្យតាមដានឲ្យបានដិតដល់ខណៈទំនប់ចៅប្រយ៉ាទំនងជានឹងអាចទម្លាយទឹកចេញក្នុងកម្រិត 2800 ម៉ែត្រគូបក្នុង1វិនាទីទីភ្នាក់ងារអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យានៃប្រទេសថៃបានចេញសេចក្តីព្រមានថាតំបន់ទាំង7ខាងលើនឹងរងការលិចលង់ធ្ងន់ធ្ងរជាពិសេសដីកសិកម្មនិងសហគមន៍នៅតាមដងទន្លេភាគកណ្ដាលថៃលិចលង់ធ្ងន់ធ្ងរអ្នកខ្លះត្រូវបង្ខំចិត្តដេកតាមចិញ្ចើមផ្លូវរីឯប្រាសាទបុរាណនៅអយុធ្យាលិចជម្រៅ1ម៉ែត្រខេត្តភាគកណ្ដាលនៃប្រទេសថៃជាពិសេសអាងថងកំពុងលិចលង់យ៉ាងធ្ងន់ធ្ងរដោយប្រជាពលរដ្ឋត្រូវរងទុក្ខលំបាកវេទនាចំណែកនៅអយុធ្យាវិញប្រាសាទបុរាណឈឿងថាដែលសាងសង់ក្នុងសម័យអយុធ្យានឹងត្រូវបានចុះបញ្ជីជាទីតាំងបុរាណវិទ្យាកំពុងលិចលង់ជម្រៅ1ម៉ែត្រទៅហើយតាមរយៈការចុះផ្សាយរបស់ The Nation កាលពីថ្ងៃសៅរ៍ទី8ខែវិច្ឆិកាឆ្នាំ2025នេះដោយសារទំនប់ចៅប្រយ៉ាបានទម្លាយទឹកក្នុងកម្រិតខ្ពស់បំផុតប្រជាពលរដ្ឋក្នុងស្រុកផាម៉ុកនៃខេត្តអាងថងបាននាំគ្នាដាក់បាវខ្សាច់និងលើកទំនប់ទប់ទឹកអ្នកខ្លះត្រូវបានដេកតាមចិញ្ចើមផ្លូវអ្នកខ្លះជាប់លើដំបូលផ្ទះស្រែករកជំនួយនិងអ្នកខ្លះកំពុងខឹងសម្បាចំពោះរដ្ឋាភិបាលដែលគ្មានវិធានការរំដោះទឹកនិងជួយដល់ពួកគេនៅអយុធ្យាទឹកចំនួនបានជន់លិចស្រុកចំនួន10ប៉ះពាល់ដល់មនុស្សជាង 57400 គ្រួសារបំផ្លាញផ្ទះអស់រាប់ម៉ឺនខ្នងនិងលិចលង់ដីស្រែចម្ការអស់រាប់ម៉ឺនហិកតាទោះបីជាយ៉ាងណាក៏ដោយស្ថានភាពនឹងមិនធូរស្រាលឆាប់ៗនោះទេព្រោះការបញ្ចេញទឹក 2700 ម៉ែត្រគូបក្នុង1វិនាទីពីទំនប់ចៅប្រយ៉ានឹងធ្វើឲ្យខេត្តភាគកណ្ដាលជាប់នឹងដងទន្លេចៅប្រយ៉ានិងទន្លេណយជួបគ្រោះធំជាងនេះបន្តទៀតសហរដ្ឋអាមេរិកបានលុបជើងហោះហើរចោលចំនួន1460ជើងនៅតាមព្រលានធំៗព្រោះការបិទរដ្ឋាភិបាលសេតវិមានពីថ្ងៃហើយដែលប្រលានយន្តហោះសហរដ្ឋអាមេរិកជាច្រើនត្រូវបានលុបជើងហោះហើរចោលពីព្រោះការបិទរដ្ឋាភិបាលនៅតែបន្តដោយមិនទាន់មានដំណោះស្រាយតាមរយៈការចុះផ្សាយរបស់ Reuters ចាប់ពីថ្ងៃសុក្រទី7ខែវិច្ឆិកាមកអាកាសចរអាមេរិកបានលុបចោលការហោះហើរចំនួន1460ជើងនៅតាមប្រលានយន្តហោះធំៗចំនួន40ទូទាំងប្រទេសការលុបចោលជើងហោះហើរនេះគឺដោយសារតែកង្វល់អំពីសុវត្ថិភាពនៃការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសព្រោះថាការបិទរដ្ឋាភិបាលបាននាំមកនូវកង្វះខាតអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសដោយសារពួកគេមិនទទួលបានប្រាក់ឈ្នួលអស់រយៈពេលជាច្រើនសប្តាហ៍មកហើយបានន័យថាកំឡុងពេលដែលរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានបិទហ្នឹងគឺគ្រប់បុគ្គលិករដ្ឋទាំងអស់ដែលបានទៅធ្វើការនឹងមិនទទួលបានប្រាក់ចំណូលទេបានន័យថាក្នុងថ្ងៃដែលរដ្ឋាភិបាលបានបិទហ្នឹងទោះជាអ្នកធ្វើការបែបណាក៏ដោយគឺគេមិនបើកប្រាក់ខែឲ្យអ្នកឯងទេអញ្ចឹងហើយបានជាអ្នកខ្លះគេសម្រេចចិត្តមិនទៅធ្វើការអញ្ចឹងហើយទៅបានជាខ្វះបុគ្គលិកក្នុងការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសណាស្របពេលជាមួយគ្នានេះដែររដ្ឋាភិបាលអាកាសចរអាមេរិកដែលហៅកាត់ថា FAA
FAA បានប្រមានថាការលុបចោលនឹងបន្តទៀតជាពិសេសនៅតាមទីក្រុងធំៗដូចជា Atlanta, Newark, San Francisco, Chicago និង New York ជាដើមបើរដ្ឋាភិបាលគ្មានដំណោះស្រាយឈានដល់ការបើកឡើងវិញនោះទេសូមជម្រាបផងដែរថារដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវបានបិទដោយសារតែសភាទាំងពីរបកមិនឯកភាពគ្នាលើកញ្ចប់ថវិកាប្រើប្រាស់ទៅលើសហព័ន្ធថ្មីក្នុងអំឡុងពេលនៃការបិទរដ្ឋាភិបាលដែលមានរយៈពេលយូរមិនធ្លាប់មានគឺរហូតដល់ទៅ39ថ្ងៃហើយបុគ្គលិកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសចំនួន 13,000 នាក់និងបុគ្គលិកត្រួតពិនិត្យសន្តិសុខប្រមាណជា 50,000 នាក់ត្រូវបង្ខំចិត្តធ្វើការដោយគ្មានប្រាក់ឈ្នួលហេតុនេះហើយទើបមិនសូវមានអ្នកមកធ្វើការកងកម្លាំងសហរដ្ឋអាមេរិកកំពុងជួយដល់អ៊ីស្រាអែលទាក់ទងនឹងការនាំជំនួយមនុស្សធម៌ចូលតំបន់ហ្គាហ្សាទីក្រុងហេរូសាឡឹមមន្ត្រីសន្តិសុខអ៊ីស្រាអែលម្នាក់បាននិយាយថាកងកម្លាំងសហរដ្ឋអាមេរិកកំពុងចូលរួមក្នុងការត្រួតពិនិត្យនិងសម្របសម្រួលការបញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សារួមជាមួយអ៊ីស្រាអែលដែលជាផ្នែកមួយនៃផែនការបត់ឈប់បាញ់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនេះបញ្យងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ទី 8 ខែវិច្ឆិកាឆ្នាំ 2025តាមរយៈកាសែត Washington Post កាលពីថ្ងៃសុក្របានរាយការណ៍ថាក្រុមការងារសម្របសម្រួលយោធាស៊ីវិលដឹកនាំដោយសហរដ្ឋអាមេរិកដែលហៅកាត់ថា CMCC នឹងជួយអ៊ីស្រាអែលក្នុងការត្រួតពិនិត្យជំនួយនៅក្នុងតំបន់ហ្គាហ្សាអ៊ីស្រាអែលជាផ្នែកមួយនៃដំណើរការក៏ប៉ុន្តែ CMCC នឹងសម្រេចថាតើជំនួយណាអាចចូលក្នុងតំបន់ហ្គាហ្សាបាននិងតាមរបៀបណាមន្ត្រីសន្តិសុខអ៊ីស្រាអែលរូបនោះបាននិយាយថាទីភ្នាក់ងារសន្តិសុខរបស់អ៊ីស្រាអែលនៅតែកាន់គោលនយោបាយត្រួតពិនិត្យនិងធ្វើការសម្រេចចិត្តរួមគ្នាហើយសមាហរណកម្មនៃ CMCC បាននឹងកំពុងដំណើរការយ៉ាងរលូនគួរបញ្ជាក់ផងដែរថា CMCC បានចាប់ផ្ដើមប្រតិបត្តិការពីភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែលនាចុងខែតុលាដែលមានការជួយដល់លំហូរជំនួយនិងស្ថិរភាពសន្តិសុខនៅក្នុងតំបន់ហ្គាហ្សាទាំងមូលគណៈបត់ឈប់បាញ់នៅតំបន់ហ្គាហ្សាចង់ធ្វើឲ្យមានការបញ្ចេញជំនួយយ៉ាងច្រើននៅទូទាំងតំបន់ដ៏តូចចង្អៀតមានគ្រោះទុរភិក្សនិងជាទីជម្រកនៃប្រជាជនស្ទើរតែ 2.3 លាននាក់ដែលកំពុងត្រូវការជំនួយភ្នាក់ងារមនុស្សធម៌បាននិយាយកាលពីសប្តាហ៍មុនថាមានជំនួយតិចតួចណាស់បានចូលទៅដល់ទីនោះនៅស៊ូដង់ក្តីបារម្ភពីការរំលោភផ្លូវភេទនិងសម្លាប់មនុស្សកាន់តែរីកធំឡើងការរំលោភបំពានផ្លូវភេទនិងការកាប់សម្លាប់មនុស្សកាន់តែសាហាវឃោរឃៅឡើងបន្ទាប់ពីទីក្រុង El Fasher នៃតំបន់ Darfur បានធ្លាក់ក្នុងកណ្ដាប់ដៃរបស់ទាហានប៉ារ៉ាស៊ូដង់សហគមន៍អន្តរជាតិនាំគ្នាបរិហារអំពីអំពើព្រៃផ្សៃនៅស៊ូដង់ហើយរដ្ឋាភិបាលអង់គ្លេសក៏បានប្រកាសផ្ដល់ជំនួយមនុស្សធម៌បន្ថែមទៀតដោយផ្ដោតលើសកម្មភាពជួយជនរងគ្រោះព្រោះការរំលោភបំពានផ្លូវភេទនៅប៉ែកនិរតីស៊ូដង់រូបភាពនិងវីដេអូតាមរយៈប្រព័ន្ធផ្កាយរណបបង្ហាញពីភិនភាគសាកសពមនុស្សយ៉ាងហោចណាស់ជាង300នាក់ស្លាប់ក្នុងមួយសប្តាហ៍នេះក្នុងទីក្រុង El Fasher នេះបើតាមមជ្ឈមណ្ឌលស្រាវជ្រាវកិច្ចការមនុស្សធម៌នៃសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិកបានបញ្ជាក់ទៀតថាគិតត្រឹមថ្ងៃអាទិត្យខែវិច្ឆិកាទិដ្ឋភាពនៅក្នុងទីក្រុងគឺស្ងប់ស្ងាត់ខ្លាំងប្រជាជនអាចត្រូវបានគេសម្លាប់ឃុំខ្លួននិងពួនសម្ងំដោយភាពភ័យខ្លាចរីឯអង្គការគ្រូពេទ្យគ្មានព្រំដែនក៏បានបញ្ជាក់ពីដំណឹងសោកនាដកម្មនេះនិងបានអះអាងទៀតថាការកាប់សម្លាប់មនុស្សដ៏ព្រៃផ្សៃនៅក្នុងទីក្រុង El Fasher ចេះតែបន្តកើនឡើងឥតឈប់ឈរបណ្ដាទីភ្នាក់ងារអង្គការសហប្រជាជាតិនិងគណៈកម្មការសហភាពអាហ្វ្រិកបានបរិហារអំពើដ៏សាហាវព្រៃផ្សៃនៅស៊ូដង់និងបានចាត់ទុកចំនួនប្រដាប់អាវុធនៅស៊ូដង់ថាជាឧក្រិដ្ឋកម្មសង្គ្រាមនៅថ្ងៃសៅរ៍ទី 8 ខែវិច្ឆិកាប្រទេសអង់គ្លេសនិងអាល្លឺម៉ង់ក៏បានចេញមុខថ្កោលទោសអំពើឃោរឃៅនៅស៊ូដង់ផងដែរមិនតែប៉ុណ្ណោះរដ្ឋាភិបាលទីក្រុងឡុងតាមរយៈក្រសួងការបរទេសអង់គ្លេសបានប្រកាសផ្ដល់ជំនួយមនុស្សធម៌បន្ថែមទៀតចំនួន 5.67 លានអឺរ៉ូក្នុងនោះមួយផ្នែកធំពោលគឺប្រហែល 2 លានសម្រាប់ជួយជនរងគ្រោះអំពីការរំលោភសត្វសន្តិវៈប្រាក់ជំនួយថ្មីរបស់អង់គ្លេសបន្ថែមទៅលើជំនួយចំនួន120 លានអឺរ៉ូដែលរដ្ឋាភិបាលទីក្រុងឡុងធ្លាប់បានជួយសង្គ្រោះនៅស៊ូដង់រួចទៅហើយក្នុងសេចក្តីថ្លែងការណ៍ក្រសួងការបរទេសអង់គ្លេសបានលើកឡើងថាជំនួយនេះគឺផ្ដោតលើសកម្មភាពមនុស្សធម៌ជាពិសេសការផ្ដល់ស្បៀងអាហារការព្យាបាលជំងឺនិងកិច្ចគាំពារជនរងគ្រោះព្រោះអំពើរំលោភបំពានផ្លូវភេទទាហានប៉ារ៉ាស៊ូដង់កំពុងបន្តរំលោភផ្លូវភេទនិងយកសកម្មភាពព្រៃផ្សៃនេះជាអាវុធធ្វើសង្គ្រាមរបស់ពួកគេនេះបើតាមប្រសាសន៍របស់លោកស្រី Vete Cooper ប្រមុខការទូតអង់គ្លេសចំនួនប្រដាប់អាវុធនៅស៊ូដង់គឺជាបញ្ហាដ៏ស្មុគស្មាញខ្លាំងបំផុតក្រៅពីចំនួនរើសអើងជាតិសាសន៍នៅមានការប្រជែងអំណាចគ្នារវាងមេបញ្ជាការកងទ័ពកម្ពុជា2នាក់គឺឧត្តមសេនីយ៍ Abdel Fattah al-Burhan ជាមេបញ្ជាការកងទ័ពនៃរដ្ឋាភិបាលស៊ូដង់និងឧត្តមសេនីយ៍ Mohammad
ដាក់ឡូដែលជាប្រមុខដឹកនាំទាហានប៉ារ៉ាស៊ូដង់ដែលត្រួតត្រាដែនដីមួយផ្នែកធំនៅតំបន់ដាហ្វូកងកម្លាំងទាំងពីរក្រុមនេះទុះអាវុធស្រួចស្រាវខ្លាំងនៅខែមេសាឆ្នាំ2023ហើយ18ខែកន្លងមកនេះប្រជាជនជាងកន្លះលាននាក់បាននាំគ្នារត់ភៀសខ្លួនចេញពីទីក្រុងនិងជិត3សែននាក់បានផ្លាស់ទីចេញពីទីក្រុង El Fasher ក្នុងតំបន់ Darfur ចឹងឃើញថាអស្ថិរភាពនៅក្នុងប្រទេសស៊ូដង់ហ្នឹងគឺចាប់តាំងពីថ្ងៃទី15ខែមេសាឆ្នាំ2023មកម្លេះរវាងកងទ័ពរដ្ឋដែលគេឲ្យឈ្មោះថា SAF និងកងទ័ព RSF សង្គ្រាមនេះគឺបានបំផ្លាញប្រទេសស៊ូដង់ជាច្រើនតំបន់បណ្ដាលឲ្យប្រជាជនរាប់ម៉ឺននាក់បានរងគ្រោះនិងបង្ខំឲ្យប្រជាជនរាប់លាននាក់ផ្សេងទៀតហ្នឹងគឺអន្តោប្រវេសន៍ចេញពីផ្ទះរបស់ខ្លួនស្ថានភាពសង្គ្រាមសប្តាហ៍ថ្ងៃនេះគឺតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតនោះគឺទីក្រុង El Fasher នៅក្នុងខេត្ត North Darfur កងទ័ព RSF ហ្នឹងគឺត្រូវបានរាយការណ៍ថាបានកាន់កាប់អាវុធនិងកាន់កាប់ទីក្រុងមួយចំនួនផងដែរហើយមានរបាយការណ៍ពីការសម្លាប់ប្រជាជនការរុះរើផ្ទះនិងដុតបំផ្លាញទ្រព្យសម្បត្តិផងដែរសារព័ត៌មានអន្តរជាតិមួយចំនួនបានបញ្ជាក់ថាគឺមានភស្តុតាងជាច្រើនដែលបង្ហាញពីការសម្លាប់មនុស្សនិងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរកងទ័ព SAF និង RFS ទាំងពីរហ្នឹងគឺបានប្រើប្រាស់អាវុធធុនធ្ងន់ធ្ងរច្រើនមែនទែនមានទាំងគ្រាប់បែកមានទាំងគ្រាប់ផ្លោងគ្រាប់រកែតណាដែលបាញ់ដាក់គ្នាទៅវិញទៅមកហ្នឹងបណ្ដាលឲ្យពលរដ្ឋសាមញ្ញហ្នឹងគឺរងគ្រោះខ្លាំងមែនទែនហើយបញ្ហាមនុស្សធម៌នៅទីនោះគឺបច្ចុប្បន្នមានប្រជាជនប្រហែលជា30លាននាក់នៅស៊ូដង់ហ្នឹងគឺត្រូវការជំនួយមនុស្សធម៌ខ្លាំងមែនទែនស្ថានភាពអាហារនៅទីនោះគឺមិនមានគ្រប់គ្រាន់ទេគឺខ្វះខាតខ្លាំងព្រោះថាទីផ្សារនិងផ្ទះជាច្រើនហ្នឹងគឺត្រូវបានបិទទាំងស្រុងតែម្ដងហើយអង្គការអន្តរជាតិដូចជា ICRC ហ្នឹងគឺកាកបាទក្រហមហើយនិង UNICEF បានរាយការណ៍ថាមន្ទីរពេទ្យជាង70ទៅ80% ត្រូវបានបិទឬត្រូវបានខូចខាតដោយសារការបំផ្លិចបំផ្លាញដោយសារសង្គ្រាមហើយពេលនេះជំងឺដូចជា Cholera ហ្នឹងកំពុងតែរាលដាលយ៉ាងខ្លាំងគឺលឿនមែនទែននៅក្នុងពេលដែលប្រជាជនគ្មានទឹកស្អាតប្រើប្រាស់កុមារជាច្រើនគឺជួបបញ្ហាអត់ឃ្លាននិងកង្វះអាហារូបត្ថម្ភសាលារៀនហ្នឹងគឺត្រូវបានបិទទាំងស្រុងដោយសារសង្គ្រាមបំផ្លាញប្រព័ន្ធអប់រំហើយអង្គការសង្គ្រោះនានាជាច្រើនគឺបានព្យាយាមចូលទៅជួយក៏ប៉ុន្តែគឺមិនអាចចូលទៅបានទេដោយសារមានការបិទផ្លូវជាបន្តបន្ទាប់ចំណែកឯទស្សនៈនិងនយោបាយវិញប្រទេសជាច្រើននៅអាហ្វ្រិកហ្នឹងហើយនឹងអង្គការអន្តរជាតិហ្នឹងគឺបានហៅក្រុមទាំងពីរហ្នឹងឲ្យបញ្ឈប់សង្គ្រាមភ្លាមៗជាបន្ទាន់បើទោះបីជាភាគីទាំងពីរហ្នឹងនៅតែបន្តប្រយុទ្ធគ្នាក៏ដោយហើយមានការគាំទ្រពីបរទេសខ្លះៗដែលធ្វើឲ្យសង្គ្រាមហ្នឹងគឺកាន់តែស្មុគស្មាញចឹងមានថាសង្គ្រាមរវាងស៊ូដង់ទាំងពីរហ្នឹងគឺមិនមែនកើតឡើងដោយសារបញ្ហាផ្ទៃក្នុងទាំងស្រុងទេគឺមានបរទេសនៅចាំជួយគ្រប់គ្រងរដ្ឋាភិបាលអង់គ្លេសក៏ត្រូវបានរាយការណ៍ថាបានបដិសេធផែនការជួយទប់ស្កាត់អំពើហិង្សាទោះបីជាមានការព្រមានអំពីការសម្លាប់មនុស្សយ៉ាងហោចណាស់បើទោះបីជាមានការព្រមានអំពីការសម្លាប់មនុស្សយ៉ាងច្រើនក៏ដោយនៅពេលដូចគ្នានេះដែរកិច្ចព្រមព្រៀងសន្តិភាពមួយក៏ត្រូវបានលើកឡើងក៏ប៉ុន្តែមិនមានលទ្ធភាពអាចរារាំងសង្គ្រាមនឹងគឺបានពេញលេញនោះទេសម្រាប់អនាគតនឹងទិសដៅសន្តិភាពវិញអ្នកវិភាគនយោបាយជាច្រើនបានព្យាករណ៍ថាប្រសិនបើគ្មានការចូលរួមពីសកម្មភាពអន្តរជាតិទេស្ថានភាពនៅស៊ូដង់គឺអាចនឹងទៅជាអាក្រក់ខ្លាំងជាងនេះទៅទៀតសង្គ្រាមគឺអាចនៅតែបន្តរហូតដល់ប្រទេសដួលរលំប្រព័ន្ធសេដ្ឋកិច្ចនិងសង្គមទាំងមូលអ្នកស្រុកជាច្រើនគឺនឹងត្រូវបាត់បង់ជីវិតបាត់បង់គ្រួសារនិងគ្មានទីស្នាក់នៅអញ្ចឹងហើយម្ចាស់ជំនួយជាច្រើននឹងគឺបានអំពាវនាវឲ្យមានការចូលរួមពីសហគមន៍អន្តរជាតិទាំងមូលដើម្បីបញ្ឈប់សង្គ្រាមនៅទីនោះអញ្ចឹងស្ថានភាពនៅស៊ូដង់នឹងនៅតែប្រកាសអាសន្នធំដដែលគឺមិនទាន់មានសភាពល្អប្រសើរនៅឡើយទេហើយមិនទាន់មានសញ្ញានៃការបញ្ចប់សង្គ្រាមទេព្រោះនៅច្បាំងគ្នារាល់ថ្ងៃហើយប្រជាជនរាប់លានអ្នកកំពុងតែរងទុក្ខជាមួយនឹងការខ្វះខាតអាហារសុខភាពទន់ខ្សោយគ្មានថ្នាំសង្កូវព្រមទាំងគ្មានមន្ទីរព្យាបាលហើយអនាគតគឺមិនដឹងទៅជាយ៉ាងណាទេព្រោះមានការស្លាប់រៀងរាល់ថ្ងៃអញ្ចឹងបើយើងសង្កេតទៅគឺវាសាហាវឃោឃៅជាងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនទៅទៀតដោយសារសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនគឺមិនសូវមានការប៉ះពាល់ដល់ជនស៊ីវិលទេគឺមានការស្លាប់តែទាហានដែលនៅក្នុងសង្គ្រាមណាក៏ប៉ុន្តែសង្គ្រាមនៅស៊ូដង់នេះគឺស្លាប់សុទ្ធតែប្រជាពលរដ្ឋស្លូតត្រង់ទាំងអស់គឺជនស៊ីវិលទាំងអស់ក្នុងមួយថ្ងៃគឺទាហានប៉ារ៉ាហ្នឹងគឺបានបាញ់សម្លាប់ប្រជាជននៅក្នុងក្រុងហ្នឹងគឺច្រើនមែនទែននិយាយរួមឲ្យតែឃើញមនុស្សដើរគឺបាញ់សម្លាប់ចោលតែម្ដងអត់មានគិតច្រើនទេហើយរណ្ដៅសាកសពហ្នឹងគឺឡើងពេញតែម្ដងអូខេអរគុណអ្នកទាំងអស់គ្នាថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានរហូតដល់ចប់អញ្ចឹងបើសិនបើមានការអាប់ដេតអ្វីថ្មីទៀតខ្ញុំនឹងអាប់ដេតបន្ថែមទៀតអរគុណ